vocabulary យើងមានពាក្យថា father mother sister brother me yes ok อันนี้គឺជាពាក្យមួយចំនួនឬក៏ប្រយោគមួយចំនួនដែលយើងត្រូវតែរៀននៅក្នុងថ្ងៃនេះអូខេអញ្ចឹងពាក្យទី1ដូចដែលអ្នកនរគ្នាបានឃើញដែលយើង spell ដោយ F A T H E R អញ្ចឹងតើពាក្យនេះមានន័យថាម៉េចពាក្យនេះអានថា father ក្នុងភាសាខ្មែរយើងមានន័យថាឪពុកចាពុកអូខេ father មានន័យថាឪពុកអញ្ចឹងអ្នកនរគ្នាចាំអានតាមអ្នកគ្រូ father មានន័យថាឪពុកហើយឥឡូវយើងចូលដល់មកពាក្យទៀតតើក្រៅពី father ក្រៅពីឪពុកនៅក្នុងផ្ទះតើអ្នកណាគេទៀតដែលយើងមាននៅក្នុងផ្ទះដែលសុទ្ធសឹងតែជាមេគ្រួសារទាំងពីរនាក់គឺ mother គឺជាអីគេអ្នកនរគ្នាបើជាអ្នកនរគ្នាទាយត្រូវហើយគឺម្ដាយចាំម្ដាយណាអូខេអញ្ចឹងអ្នកនរគ្នាអានជាមួយអ្នកគ្រូ mother មានន័យថាម្ដាយអញ្ចឹងយើងមានឪពុកហើយនឹងម្ដាយយើងក៏អាចអានមួយទៀតបើហៅថាប៉ាឬក៏ម៉ាក់អញ្ចឹងឪពុកស្មើនឹងប៉ាត្រូវអត់ម្ដាយស្មើជាមួយនឹងម៉ាក់ប៉ុន្តែ father ពីច្រើនគេបកមកថាឪពុក mother បកប្រែថាម្ដាយអូខេបន្ទាប់ពី mother យើងចូលដល់មួយពាក្យទៀតគឺអ្នកណាគេដែលជាក្មេងស្រីដែលកើតមុនឬក៏ក្រោយយើងជាមនុស្សស្រីដែលកើតមុនឬក៏ក្រោយយើងគេហៅថា sister បកបានទាំងពីរគឺបងប្អូនស្រីណាបងប្អូនយើងតែភេទស្រីអញ្ចឹងអត់តែបងប្អូនយើងកើតបងប្អូនបង្កើតមានប៉ាម៉ាក់ជាមួយគ្នាយើងហៅថា sister